រឿងនិទានក្រពើនិងផ្កាឈូកវេទមន្តនៅក្នុងបេះដូងនៃប្រទេសកម្ពុជាមានទន្លេដ៏ធំមួយបានហូរកាត់ព្រៃនៃក្តីសុបិននៅទីនោះមានសត្វក្រពើដ៏មានឥទ្ធិពលមួយរស់នៅដែលសត្វគ្រប់គ្នាគោរពកោតខ្លាចសត្វទាំងឡាយញាប់ញ័រពេលក្រពើនោះដើរឆ្លងកាត់ក្រពើនោះគ្រប់គ្រងទឹកទន្លេដោយអំនួតនិងអំណាចប៉ុន្តែធាតុពិតគឺក្រពើនោះរស់នៅដោយភាពឯកាគាត់ប្រាថ្នាចង់ឲ្យមាននរណាម្នាក់និយាយជាមួយគាត់ដោយមិនមានការភ័យខ្លាចថ្ងៃមួយពន្លឺចម្លែកមួយបានភ្លឺនៅក្រោមទឹកវាគឺជាផ្កាឈូកដែលមានពន្លឺមិនដូចអ្វីដែលធ្លាប់បានឃើញពីមុនមកក្រពើចូលទៅជិតផ្កាឈូកពេលគាត់ប៉ះវាសំឡេងមួយបានខ្សឹបប្រាប់ក្រពើថាសេចក្តីសប្បុរសនាំមកនូវអំណាចពិតផ្កាឈូកបានប្រាប់ក្រពើថាគាត់អាចធ្វើឲ្យមនុស្សស្រឡាញ់ច្រើនជាងការភ័យខ្លាចថាគាត់អាចមានប្រាជ្ញានិងការស្រឡាញ់ដ៏ច្រើនបាននៅយប់នោះមានព្រះសង្ឃវ័យក្មេងមួយអង្គបានមកដល់មាត់ទន្លេដោយពន្លឺចែងចាំងព្រះសង្ឃមិនបានរត់ចេញទៅណាទេព្រះអង្គញញឹមយ៉ាងទន់ភ្លន់ហើយអន់ព្រះកេសាដាក់សត្វក្រពើនោះព្រះភិក្ខុបានបង្រៀនក្រពើឲ្យរៀនស្ដាប់និងមានភាពស្ងៀមស្ងាត់ហើយបើកចិត្តបន្ទាប់មកថ្ងៃមួយមានអណ្ដើកមួយបានជាប់នៅក្នុងចំការមួយកន្លែងក្រពើហាក់រៀងស្ទាក់ស្ទើរប៉ុន្តែបានជួយអណ្ដើកនោះចេញពីការជាប់គាំងសេចក្តីល្អនេះបានរីករាលដាលទៅដល់សត្វព្រៃទាំងឡាយថាក្រពើបានផ្លាស់ប្ដូរហើយសត្វព្រៃបានចាប់ផ្ដើមស្វាគមន៍គាត់ដោយការគោរពមានផ្កាឈូកទាបមួយរីកភ្លឺចែងចាំងជាងមុនភ្លឺដោយអំណរពេលនេះមិនមានអ្វីចម្លែកទេដែលក្រពើមើលទៅក្នុងទន្លេជុំវិញផ្កាឈូកហើយក៏ជាអ្នកការពារទីនោះផងដែរព្រះសង្ឃបាននាំក្រពើទៅប្រាសាទតូចមួយនៅមាត់ទន្លេដែលមានសន្តិភាពនិងភាពស្ងប់ស្ងាត់ឥឡូវក្រពើបានធ្វើសមាធិរាល់ព្រឹកដោយមានអារម្មណ៍រីករាយនិងពោរពេញទៅដោយភាពស្ងប់ស្ងាត់សត្វផ្សេងទៀតបានទៅលេងក្រពើដើម្បីសុំដំបូន្មានហើយក៏មិនខ្លាចក្រពើទៀតឡើយទន្លេបានคล้ายទៅជាកន្លែងសន្តិភាពដែលមនុស្សទាំងអស់រស់នៅដោយសុខដុមរមនាក្រោយមកព្រះសង្ឃបាននិយាយលាសត្វក្រពើហើយក្រពើមិនភ្លេចពាក្យប្រៀនប្រដៅរបស់ព្រះសង្ឃឡើយក្រពើបានคล้ายជាអ្នកថែរក្សាទន្លេដ៏ស្លូតបូតមានប្រាជ្ញានិងចិត្តល្អចំពោះសត្វទាំងពួងដូច្នេះហើយទឹកទន្លេហូរចុះមកគ្រប់ដណ្ដប់លើរឿងព្រេងរបស់សត្វក្រពើដែលបានជ្រើសរើសសេចក្តីសប្បុរសលើការភ័យខ្លាចហើយនៅក្រោមពន្លឺព្រះច័ន្ទផ្កាឈូកដ៏ភ្លឺនៅតែរីករំលឹកដល់អស់អ្នកដែលឆ្លងកាត់ថាសូម្បីតែបេះដូងដ៏កាចសាហាវក៏អាចរៀនពីសេចក្តីស្រឡាញ់បានដែរសូមអរគុណ